សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ review ពីមីខ្មែរយ៉ាងគុណភាពជាមួយនឹងមីថ្ងៃមីសៀបតើគុណភាពបែបណាដែរតាមបងប្អូនខាងបុកគេល្អជាបុកគេល្អចឹងតើហើយយើងចាប់បាន check មើលទៅក្នុង specification របស់គេចឹងថ្ងៃនេះយើងមើលឃើញទៅតូនកម្រិតសូយ៉ូរបស់គេគឺ2310មីក្រាមនេះគឺជាការបញ្ជាក់របស់គេហើយតូន fade ហើយនឹង gallery របស់គេចឹងខ្ញុំធៀបជាមួយនឹងជាមួយនឹង spec របស់ខ្មែរអញ្ចឹងតើមួយណាដែលល្អសម្រាប់សុខភាពហើយបងប្អូនអាចយក capture ភាពនេះដើម្បីធៀបទៅមួយ AI ក៏បានដែរនេះគឺការបញ្ជាក់ពីក្រសួងរបស់គេទៅនៅធៀបជាមួយរបស់ខ្មែរវិញចឹងយើងឃើញបុកខ្មែរក៏មានកម្រិត fiber នេះវាក៏ល្អសម្រាប់សុខភាពដែរមានតែសរសៃយើងធ្វើពីផ្នែកនៃសារធាតុដើមច្រើនតែតុង fat គឺ 2.3 មីក្រាមហើយយើងមើលសូយ៉ូមកម្រិតជាតិផ្កាយរបស់វាគឺ 1.3 ក្រាមអញ្ចឹង 1.3 ក្រាមវាគិតទៅ 1300 មីក្រាមរបស់សៀមនេះវាឡើងទៅដល់2310 មីក្រាមអញ្ចឹងវាថាបូរផ្កាយរបស់យើងអញ្ចឹងរបស់យើងកំណត់ភាពស្ករភាពផ្កាយនឹងវាតិចជាងអញ្ចឹងមីទោះបីមីតែញ៉ាំឲ្យល្អដូចគ្នាខ្ញុំញ៉ាំច្រើនពេកក៏ប៉ុន្តែចំពោះជាតិស្ករជាតិផ្កាយនេះយើងក៏អាចដកបន្ថយបានដែរមានថាមីមកកញ្ចប់អញ្ចឹងយើងដាក់គ្រឿងរបស់វាធំតែពាក់កណ្ដាលឬក៏ថែមថយតាមនឹងក៏ដាក់ទឹកឈើនឹងក៏មិនទៅកុំព្យាយាមញ៉ាំផៃស្ករផ្កាយពេកប៉ែមពេកវាប៉ះពាល់ដល់សុខភាពប៉ុន្តែចូលវិញយើងថាមីរបស់យើងប្រកបល្អមែនទែនហើយអីដែលយើងមើលគឺទៅต้องការវិចខ្ចប់ជាមួយនឹង delay របស់វាជាងយើងមើលទៅ delay របស់យើងវាស្តង់ដារណាមានថាដូចនេះអញ្ចឹងគឺខែ10 2025ហើយ delay គឺខែ7 2026ចឹងមើលក៏ទៅវាចន្លោះពី6ខែចឹងល្អបោះសៀមវិញចឹងមកយើងមើលទៅវា6ខែដែរខែ11 2025ខែ5 2026ចឹងវាអីទេចឹងអាចថារបស់យើងវាស្តង់ដារហើយយើងអាចcontrolផលិតផលយើងបានកាន់តែល្អច្រើនហើយខ្ញុំធ្វើ review ពីផលិតផលខ្មែរបន្ថែមទៀតទាក់ទងការវេចខ្ចប់ទាក់ទងគុណភាពហើយនឹងរសជាតិរបស់វាអញ្ចឹងចំពោះខ្ញុំតោះខ្ញុំគិតថារសជាតិទទួលយកបានឆ្ងាញ់ចឹងហើយយើងឈប់ប្រើរបស់ថៃទៀតទៅយើងមកប្រើរបស់យើងបានគឺមានជាតិតាំងពីកម្រិតស្ករកម្រិតអីក៏គួរសមល្អហើយការវេចខ្ចប់វាស្តង់ដារមានការណែនាំឲ្យត្រឹមត្រូវអញ្ចឹងអាចថាឆ្នាំ2025នេះខ្ញុំផ្អាប់ដល់មកបានច្រើនហើយអរគុណមែនទែនសម្រាប់សហគ្រិនខ្មែរដែលព្យាយាមបង្កើតអរគុណដល់គ្នាចាំមើលរងចាំទស្សនាវីដេអូបន្តទៀតតែយើងនឹងមានអ្វីថ្មីទាក់ទងផលិតផលខ្មែរយើងហើយគ្រប់គ្រងយើងព្យាយាមធ្វើវីដេអូរបស់នេះដើម្បីបង្ហាញបញ្ជាក់ពីគុណភាពរបស់យើងអូខេអរគុណអ្នកទាំងអស់គ្នាបាយបាយ